ជាដំបូងខ្ញុំសូមធ្វើការគោរពនិងជម្រាបសួរទៅដល់លោកគ្រូអ៊ុំសៅកុសលនាងខ្ញុំឈ្មោះអ៊ីស៊ីណាមកពីក្រុមអ៊ំសិចដែលក្រុមរបស់នាងខ្ញុំមានសមាជិករហូតដល់4នាក់ដែលពួកយើងបានសម្រេចជ្រើសរើសយក topic មួយយកមកធ្វើការបកស្រាយដែលនិយាយអំពី library book issue record ហើយនេះគឺជា content សំខាន់ពីរដែលនាងខ្ញុំនឹងធ្វើការបកស្រាយដែល content ទី1គឺ introduction ទី2គឺ feature ចូលមកដល់ចំណុចទី1គឺ introduction of library book issue record library book issue record គឺជាការខ្ចីឬពិនិត្យសៀវភៅនៅពេលដែលសិស្សនិស្សិតឬលោកគ្រូអ្នកគ្រូឬក៏អ្នកដទៃទៀតធ្វើការខ្ចីសៀវភៅចេញពីបណ្ណាល័យនៅពេលនោះបណ្ណាល័យនឹងត្រូវបានកត់ត្រានៅព័ត៌មានលម្អិតរបស់អ្នកខ្ចីនិងការបរិច្ឆេទនៃការខ្ចីឲ្យបានត្រឹមត្រូវចូលមកដល់ចំណុចទី2គឺ feature ដែលយើងនឹងលើកយកមកនិយាយរួមមានចំនួន3ឥឡូវនេះយើងចូលទៅកាន់ feature ទី1គឺ book ដែលក្នុងនោះមានការ add ID ឈ្មោះអ្នកនិពន្ធលេខកូដនៃសៀវភៅផងដែរបន្តមកទៀតយើងចូលទៅកាន់ feature ទី2ដែលយើងនឹងនិយាយអំពី menu ដែលក្នុងនោះមានការ add ជាមួយនឹង ID ឈ្មោះអ្នកនិពន្ធលេខកូដនៃសៀវភៅហើយថែមទាំងមាន user ជាមួយនឹងឈ្មោះក៏ដូចជាថ្ងៃដែលយើងបានខ្ចីសៀវភៅផងដែរបន្ទាប់ពីយើងបាននិយាយអំពី feature ទាំងពីរនេះហើយយើងចូលមក feature ទី3គឺ user ដែលយើងត្រូវការតែ ID ជាមួយនឹង role របស់ user ដែលអាចជាសិស្សនិស្សិតលោកគ្រូអ្នកគ្រូជាដើមបន្ទាប់ពីខ្ញុំបានរៀបរាប់អំពី library book issue record យ៉ាងក្បោះក្បាយរួចមកហើយជាចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកគ្រូអ៊ុំសៅកុសលក៏ដូចជាអ្នកទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃមើលការធ្វើបទបង្ហាញរបស់ខ្ញុំមួយនេះជាចុងក្រោយខ្ញុំសូមអរគុណសូមជម្រាបលា